សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកវិជ្ជាករមួយតទៅជាមួយនឹងparticipate មួយតទៅជាមួយនឹង verbs verbs ខ្ញុំសង្ឃឹមថាមេរៀននេះគឺជួយដល់បងប្អូនអ្នកសិក្សាច្រើនព្រោះថាវាជាមូលដ្ឋានគ្រឹះនៃមេរៀនដែលយើងប្រើជាមួយនឹងហៅថា verb rule ដែលយើងប្រើជាមួយនឹង he/she/it third person singular អូខេពីមុនយើងចូលហ្នឹងខ្ញុំសូមបង្ហាញអ្នកនរគ្នា I want to show you about transitive verb and intransitive verb មុននឹងចូលកិច្ចសព្ទមួយណាថែម s ឬក៏ es ឬក៏ ias ឥឡូវខ្ញុំសូមបង្ហាញតទៅជាមួយនឹង verb បន្តិចដើម្បីឲ្យវា link ជាមួយនឹងមេរៀនរបស់យើងអូខេ verbs transitive verb ឬក៏ intransitive verb transitive verb ហ្នឹងគឺសំដៅទៅលើកិច្ចសព្ទត្រូវការកម្មបត្តិដល់ពេល intransitive verb កិច្ចសព្ទមិនត្រូវការកម្មបត្តិនោះទេណាតោះឥឡូវយើង start ទាំងអស់គ្នា transitive verb is a verb that require a direct object to complete its meaning transitive verb ហ្នឹងគឺជាកិច្ចសព្ទដែលតម្រូវឲ្យមាន object កម្មបត្តិផ្ទាល់ direct object កម្មបត្តិផ្ទាល់ដើម្បីបំពេញអត្ថន័យរបស់វាណាឧទាហរណ៍ transitive verb number 1 cook នឹងជាប្រភេទ transitive verb ថា I cook food វាត្រូវការកម្មបត្តិ food ដើម្បីមកបំពេញអត្ថន័យរបស់វាណាអូខេ it's courage ហើយគឺយើងមិនអាចនិយាយថា I cook ទេបើសិនតែយើងនិយាយបែបនេះវាអត់ទាន់ពេញលេញប្រយោគហ្នឹងណាវាអត់ដឹងថាតើ cook អីគេណាវាអត់ទាន់ពេញលេញខ្ញុំមិនជំរុញឲ្យអ្នកសិក្សាទាំងអស់គ្នាគឺប្រើវានោះទេបើប្រើវាគឺមាន object ផងណា direct object ផង it's incorrect okay number 2 eat ហ្នឹងគឺញ៉ាំជាប្រភេទ transitive verb she eat rice ត្រឹមត្រូវដោយសារតែ eat ហ្នឹងវាមាន object ផ្ទាល់របស់វាគឺ rice she eats យើងមិនអាចប្រើ she eat ទេមិនដឹងថា eat អីទេណាអញ្ចឹងហើយខ្ញុំមិនលើកទឹកចិត្តឲ្យអ្នកនរគ្នាប្រើដាច់ចឹងទេវាអត់ទៅមានអត្ថន័យណាokay number 3 drink ហ្នឹងជា transitive verb ដល់ពេលយើងអាចថា he drink coffee វាត្រូវការ direct object ណា coffee ហ្នឹងជា direct object របស់ពាក្យ drink យើងមិនអាចប្រើ he drinks យើងមិនដឹងផឹកអីទេណាខ្ញុំមិនលើកទឹកចិត្តឲ្យប្រើនោះទេ okay number 4 tries I try a car car ហ្នឹងគឺជា direct object របស់ពាក្យ try it's correct ខ្ញុំមិនលើកទឹកចិត្តឲ្យ I try យើងអត់ដឹង try ស្អីទេណា I try ហ្នឹងណា okay and number 5 speak ហ្នឹងគឺនិយាយ speak កិច្ចសព្ទ speak វាជា transitive verb Dara speaks English តារានិយាយភាសាអង់គ្លេសណាអង់គ្លេសហ្នឹងគឺជាវាជា direct object របស់ speak ជារបស់ speak យើងមិនអាចនិយាយថា Dara speaks យើងអត់ដឹងថា speak អីទេអាចថា speak Chinese Japanese French ឬក៏អីផ្សេងប៉ុន្តែកន្លែងនេះគឺយើងអត់ដាក់អញ្ចឹងគឺខ្ញុំមិនលើកទឹកចិត្តឲ្យយើងប្រើនោះទេណាគឺអត់មានអត្ថន័យអូខេនេះគឺជា transitive verb សង្ឃឹមថាអ្នកទាំងអស់គ្នាគឺយល់ហើយឥឡូវយើងនឹង move ទៅ intransitive verb តែ intransitive verb យើងប្រើយ៉ាងដូចម្ដេច how can we use intransitive verb okay intransitive verb doesn't require a direct object to complete its meaning intransitive verb ហ្នឹងគឺមិនតម្រូវឲ្យមាន direct object ទេដើម្បីបំពេញអត្ថន័យរបស់វាមានន័យថាយើងប្រើតែ subject បូកជាមួយនឹង verb ទៅគឺវាមានអត្ថន័យហើយវា complete meaning ហើយណាមានអត្ថន័យពេញលេញរបស់វាហើយឥឡូវយើងមកពាក្យ sit ហ្នឹងគឺជាប្រភេទ intransitive verb កិច្ចសព្ទមិនត្រូវការកម្មបត្តិណា mom sit អូខេវាពេញលេញណាប្រយោគហ្នឹងគឺពេញលេញ cry she cry ពេញលេញណាមិនត្រូវការកម្មបត្តិអីទៀតទេ number 3 sleep he sleep អត់មានត្រូវការកម្មបត្តិអីទេណាand number 4 stand ហ្នឹងឈរ we stand យើងឈរណាមិនត្រូវការកម្មបត្តិទេ number 5 shines the sun shines គឺមិនត្រូវការកម្មបត្តិទេណាគឺវាមានន័យអត្ថន័យពេញលេញរបស់វាហើយអូខេ number 6 barks ហ្នឹងព្រុសណា the dog barks ឆ្កែព្រុសវាមានអត្ថន័យពេញលេញយើងមិនចាំបាច់ថែម object អត់មាន direct object ទេណា
Okay, number 5 die นั่นคือ slap my relative died in 1990 yeah គឺអនស្លាប់នៅក្នុងឆ្នាំ1990ណា1990 អូខេគឺជា transitive ហើយមានជាច្រើនទៀតប៉ុន្តែខ្ញុំនឹងលើកយកទៅមកទៅប៉ុណ្ណេះសង្ឃឹមថាយើងទាំងអស់គ្នាអាចស្រាវជ្រាវបន្ថែមខ្លួនឯងបើសិនចង់បានកិច្ចសព្ទទាំងអស់នេះអាចឆាតមកខ្ញុំនឹងអាចផ្ដល់ជូនណាយ៉ាជាច្រើនដែលខ្ញុំបានសិក្សាស្រាវជ្រាវនៅក្នុងឯកសាររបស់ខ្ញុំណាអូខេអរគុណឥឡូវយើងទៅមើលតទៅ verb rule that we use with he she it or we can say third person singular បរោះទី3ឯកវចនៈហ្នឹងណាតើយើងប្រើដូចម្ដេចដើម្បីកុំឲ្យច្រឡំតើពេលណាយើងថែម s ពេលណាយើងថែម es ពេលណាយើងថែម ies yeah okay please okay verb in the third person singular present tense verb ដែលយើងប្រើនៅក្នុងជាមួយនឹង third person singular នៅក្នុងកាលបច្ចុប្បន្នកាលណា present tense បច្ចុប្បន្នកាលត្រូវចាំណានៅក្នុងបច្ចុប្បន្នកាល here are the general rule ពេលណាយើងថែម s ពេលណាយើងថែម es ពេលណាយើងថែម ies ណាពេលណាយើងថែម ies ណាអូខេយើងសិក្សាមួយទាំងអស់គ្នា verb ending in s ch sh x o n z យើង add ជាមួយនឹង es ត្រូវចាំណាកិរិយាសព្ទដែលបញ្ចប់ដោយ s ch sh ch x o n z នៅពេលដែលយើងប្រើជាមួយនឹង he she it យើងត្រូវថែម es ឧទាហរណ៍ pass ទៅជា passes yeah pass passes យើងឃើញយើងថែម es ណា wish វាបញ្ចប់ដោយ sh អញ្ចឹងហើយយើងប្រើជាមួយ he she it យើងទៅ wishes yeah watch បញ្ចប់ដោយ ch ដល់ពេលយើងប្រើជាមួយនឹង he she it ទៅជា watches yeah number 4 fish វាបញ្ចប់ដោយ x ដល់ពេលយើងប្រើជាមួយនឹង he she it ទៅជា fixes yeah fixes yeah and number 5 bus yeah យើងប្រើជាមួយនឹង he she it ទៅ buses yeah យើងឲ្យតែពាក្យបញ្ចប់ទាំងឡាយណាទៅកិរិយាសព្ទទាំងឡាយណាដែលបញ្ចប់ដោយ s ch sh x o n z យើងប្រើជាមួយនឹង he she it ឬមួយក៏យើងអាចនិយាយថា third person singular ហ្នឹងយើងត្រូវតែថែម es ណាអានេះគឺជា rule ទី1ឥឡូវយើងមើលទៅមើល rule ទី2តើយើងប្រើយ៉ាងម៉េចណា verb ending in a consonant plus y ត្រូវចាំណា consonant plus y consonant គឺមាន21តួណា consonant នៅក្នុងភាសាអង់គ្លេស21តួយើងបូកជាមួយនឹង y នៅពេលដែលយើងប្រើជាមួយនឹង he it យើងត្រូវ change y ណែ change y to ies change y to ies ឧទាហរណ៍ try or ហ្នឹងវាជា consonant បូកជាមួយនឹង y ដល់ពេលយើងប្រើជាមួយ he it យើង change y នឹងចេញយើងលុប y នឹងចេញទៅជា ies try ទៅជា tries yeah study yeah carry yeah flies spy cry ឃើញអ្នកសិក្សាទាំងអស់គ្នាគឺយើង change បែបហ្នឹងណានេះជា rule ទី2 consonant plus y ដែលយើងប្រើជាមួយនឹង he she it យើង change y ចេញទៅជា ies ចាំ rule នេះឲ្យច្បាស់ណាឥឡូវយើងមើល rule ទី3ទៀតតើយើង add យ៉ាងម៉េចអូខេឥឡូវសុំទៅ rule មួយទៀតគឺយើង verb ending in a vowel plus y យើង add តែឯទេបើសិនជាតទៅជាមួយនឹង vowel ហើយ plus y ណាដែលយើងប្រើជាមួយ third person singular ដូចជាពាក្យគេពាក្យ play ពាក្យ a គឺ y vowel បូកមួយ y ដល់ពេលយើងប្រើជាមួយនឹង he she it យើងថែមតែឯទេណា plays enjoy o ជា vowel plus មួយ y ដល់ពេលយើងប្រើជាមួយ he she it យើងថែម s enjoys pay a plus y pays stay a plus y ទៅជា stays ឲ្យតែ vowel plus មួយ y យើងបូកជាមួយតែ s ទេយើង plus ជាមួយតែ s ទេដល់ពេលយើងប្រើជាមួយនឹង he she it អូខេ
Okay, please move to general verb that we only add as everyone. Yeah, refer to general verb បើសិនជាมันបញ្ចប់ដោយ rule ខាងលើទេគឺយើងថែមតែ s ទេនៅពេលយើងប្រើមួយ he she it ណាដូចជាពាក្យ work ទៅជា works sell sells យើងកុំច្រឡំថា ei ណាដោយសារពាក្យ sell ហ្នឹងវាបញ្ចប់ដោយ e ស្រេចចឹងហើយយើងថែមតែ s ទេ stand stands drink drinks try tries close close yeah នេះគឺជា general verb ហើយមានច្រើនទៀតណាឥឡូវខ្ញុំរើសយកមកតែ6ទេដើម្បីឲ្យជាឧទាហរណ៍សម្រាប់គ្នាយើងឥឡូវដើម្បីកាន់តែច្បាស់ឥឡូវយើង move ទៅ exercise all together we do practice all together everyone yeah practices look and choose the correct answer A or B yeah T នេះគឺ true ត្រឹមត្រូវ I នេះគឺ false ខុសណា number 1 I cook that food I cook that food ខ្ញុំចំអិនម្ហូបនោះគេ cook នឹងជាគេណាយើងជា transitive verb ជា transitive verb យើងប្រើមួយ I តើកន្លែងនេះយើងថែម S ឬក៏ I អត់ Yeah គឺអត់ទេចម្លើយគឺត្រឹមត្រូវហើយ letter A number 2 she watches TV watches តើត្រឹមត្រូវទេ watches យើងថែម EI អញ្ចឹង Okay it's correct ដោយសារតែពាក្យនេះវាបញ្ចប់ដោយ CH នៅពេលប្រើជាមួយ he she it យើងថែម EIs Yeah number 3 we eat rice Yeah we eat rice eat គឺត្រឹមត្រូវហើយដោយសារយើងប្រើមួយ I វាយដីកិរិយាសព្ទទាំងអស់មិនថា transitive verb ឬក៏ intransitive verb ទេគឺយើងមិនថែមអីទាំងអស់ណា Yeah យើងប្រយ័ត្នជាមួយនឹង he she it ទេយើងប្រយ័ត្នតែជាមួយនឹង third person he she it នឹងទេណា Yeah Okay number 4 day last តើ last កន្លែងនេះគួរថែមអីឬក៏អត់នៅពេលយើងប្រើមួយ day Yeah ចម្លើយគឺអត់ទេណាគឺ false everyone and number 5 he drink hot tea តើ drink ថែមអីកន្លែងនេះត្រូវទេនៅពេលយើងប្រើមួយ he Yeah okay គឺត្រឹមត្រូវវាជា general verbs ណា Yeah and number 6 Yaya kicks ball Okay kick កន្លែងនេះគឺត្រឹមត្រូវដោយសារតែពាក្យ kick វាជា general verb and number 7 Vita sleep in bed Vita sleep in bed Vita កន្លែងនេះយើងគួរថែម ei ឬក៏ I អត់ Yeah ចម្លើយគឺខុសហើយណាបើសិនជាយើងអត់ថែមជាមួយនឹង third person singular general verb បែបនេះគឺយើងថែម s ណា Yeah number 8 I stay at home តើ stay យើងគួរថែម I អត់នៅពេលយើងប្រើមួយ I ចម្លើយគឺអត់ទេ Yeah it's 4 and number 9 you arrive at home you តើយើង arrive ថែម s នៅពេលយើងប្រើមួយ you ចម្លើយគឺ wrong Okay 4ខុសហើយណា Okay អ្នកសិក្សាត្រូវចាំទាំងអស់ទៅជាមួយនឹង rule នៃការនៃ rule កិរិយាសព្ទដែលប្រើជាមួយនឹង he she it ណាបើសិនជាយើងអត់ចាំហ្នឹងទេយើងអាចប្រើខុសចឹងហើយយើងគួរតែមើលទៀតដើម្បីឲ្យបានចាំល្អដើម្បីងាយស្រួលក្នុងការប្រើប្រាស់ទាំងការសរសេរនិងការនិយាយផងដែរណាសម្រាប់ដូចជាអស់ហើយមេរៀននេះហើយបើសិនជាបងប្អូនដែលមានចម្ងល់អីអាចសួរណាអាចទម្លាក់នៅក្នុង comment ឬមកក៏ឆាតមកខ្ញុំផ្ទាល់មកឬមកក៏ចង់បាន slide អីយើងអាចតាក់ទងបានណាខ្ញុំនឹងឲ្យ Okay thank you everyone for watching this video please help me to subscribe yeah thank you everyone for watching